អូនត្រូវតែស្ដាប់លក្ខខណ្ឌនៃការរបស់លោកគ្រូអាជ្ញាកណ្ដាលបាទលោកគ្រូអាជ្ញាកណ្ដាលស្រ័យតែបុកគឺត្រូវដើរបាទស្ដាប់គឺត្រូវទៅជប់បាទយើងនិយាយគ្នាច្បាស់គ្នាអញ្ចឹងបាទត្រៀមគូវិធីទី2ទឹកទី1បាទមួយរយៈជើងទៀតមួយរយៈជើងទៀតបាទជាមួយលោកគ្រូហើយវិជាពីដល់ល្អជាងហើយខ្លះពីលោកគ្រូទៅអត់ជាមួយពីលោកគ្រូបាទខ្លះពីលោកគ្រូល្អចាប់បានពីលោកគ្រូទៅពីលោកគ្រូទៅឲ្យលោកគ្រូល្អខ្លះបាទជុំពីលោកគ្រូបាទចូលចាប់យកយ៉ាងណាក៏បានបាទបងនេះបាទហត់ចាប់ពីលោកគ្រូខៀវបាទហត់នេះអាយុ18ខៀវអាយុ39បាទបងក្រហមបាទយកទៅមិនឲ្យពីលោកខៀវបងមិនក្រហមបាទទៅដល់មើលគូទី1បាទបកគោខៀវឈ្នះបកគោក្រហមដល់បកគោក្រហមបោះក្នុងទឹកទី1ចាំក៏លឿនណាបាទ